ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះមកជួបខ្ញុំម្ដងទៀតហើយបាទសូមណែនាំសម្លស្ងោរឆ្អឹងជំនីជ្រូកជាមួយស្ពៃជូរបងប្អូនបាទឥឡូវបងឆ្អឹងជំនីជ្រូកហើយបាទឥឡូវទឹកពុះម្ដងទៀតហើយបងប្អូនឥឡូវយើងចាប់ដើមបាទបងស្ពៃជូរតែម្ដងបងប្អូនស្ពៃជូរបងទៅហើយបងប្អូនតាមដានឲ្យទាន់បងប្អូននឹងបានចំណេះដឹងក្នុងការធ្វើម្ហូបមួយដ៏ល្អបាទឥឡូវបងហើយបងប្អូនយើងដាក់ឲ្យទឹកពុះម្ដងទៀតបានឆ្អិនយើងថែមគ្រឿងថែមក្រើបងប្អូនបាទបងប្អូនឥឡូវនេះទឹកបាទយើងបងបន្លែហើយឥឡូវទឹកពុះម្ដងទៀតហើយបងប្អូនឥឡូវយើងចាប់ផ្ដើមបាទបងគ្រឿងក្រើយកតែម្ដងបងប្អូនបាទបងស្ករសបងប៊ីចេងបងប្អូនព្រោះយើងថែមទឹកត្រីតិចបាទមើលឆ្ងាញ់អត់បងប្អូនឆ្ងាញ់ណាស់បងប្អូនបាទឥឡូវសម្លស្ងោរបាទស្ងោរឆ្អឹងជំនីជ្រូកជាមួយស្ពៃជូរឥឡូវបានឆ្អិនហើយបងប្អូនបាទបានឆ្អិនហើយបាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់សូមជូនពរបងប្អូនឲ្យមានសុខភាពល្អសូមអរគុណសូមគោរពលា